บัตรជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបកាត់ទៅលើបន្តខ្សែកោណការកាត់ឬក៏ការចោះនេះគឺវាងាយស្រួលចំពោះ object ដែលមានបន្តគ្មានខ្សែកោណប៉ុន្តែបើសិនជា object ដែលមានខ្សែកោណនោះគឺវាពិបាកបន្តិចតែ tool Philip tool គឺអាចជួយយើងបានបាទឥឡូវខ្ញុំបង្ហាញទាំងអស់គ្នាដំបូងខ្ញុំបើក SketchUp មកបាទតបមកខ្ញុំគូស object មួយប៉ុណ្ណេះគូសវាតោះខ្ញុំ copy មួយពួក object ធម្មតាខ្ញុំកាត់ស្រួលបាទថតឲ្យខ្ញុំចង់កាត់ហើយខ្ញុំគូសហើយខ្ញុំប្រើពាក្យ push pull នេះគឺវាកាត់ដាច់អត់ទៅណានេះដូចគ្នាដែរបាទគឺបែបនេះតែចំពោះ object ដែលមានបន្តខ្សែកោណនោះគឺវាពិបាកឥឡូវខ្ញុំបង្ហាញទេខ្ញុំគូសខ្សែកោណចឹងបើសិនជាខ្ញុំចាប់ផ្ដើមកាត់វាបាទគឺវាពិបាកគឺពិបាកតែម្ដងបាទគឺវាពិបាកណាស់ហើយចឹងដើម្បីដោះស្រាយបញ្ហានេះបានដំបូងខ្ញុំលេខគ្រប់នេះបាទនេះគ្រប់តបមកខ្ញុំចូលពីក្រៅគូសនេះវិញខ្ញុំពូលវាចេញវិញនេះតបមកខ្ញុំ select វាខ្ញុំគ្រប់មក select tool នេះគឺ tool subtract នេះបាទចុចទៅវាមកវាមួយពីមកបាទគឺវាផ្ដាច់ទៅក្នុងហើយគឺមានបញ្ហាត្រង់កន្លែងកោណនេះទេខ្ញុំរហូតទៀតដែរថែមវិញខ្ញុំគូសវាចេញមួយនេះគ្នាបាទដល់មកខ្ញុំ select វាខ្ញុំគ្រប់ដល់មកខ្ញុំដាក់ subtract tool នេះបាទទៅនេះមួយពីរបាទចឹងគឺវាផ្ដាច់តែក្នុងហ្នឹងបាទនេះគឺជាវិធីក្នុងការកាត់ object ដែលមានផ្ទៃកោណបាទអញ្ចឹងបើសិនជាបងប្អូនអត់ដឹងពីរបៀបនេះទេគឺមិនអាចកាត់បានទេបាទអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញគឺមានតែប៉ុណ្្នេះស្គាល់ថាទទួលយកបានពីបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាទ